ខ្ញុំបង្រៀនបុគ្គលិកខ្ញុំឲ្យចេះធ្វើផែនការខ្ញុំបង្រៀនកូនខ្ញុំឲ្យចេះធ្វើផែនការយើងកើតមកជាមនុស្សដែលនិយមន័យមនុស្សគឺជាសភាវៈរស់ដែលមានអីសភាវៈរស់ដែលមានប្រាជ្ញានេះកំពុងខ្ពស់ជាងសភាវៈរស់ដទៃទៀតបងអង្គុយទីនេះជាមួយខ្ញុំឈរទីនេះយើងទាំងអស់គ្នាកើតមកមានប្រាជ្ញាមកជាមួយដូចគ្នាខុសគ្នាត្រង់ណាខុសគ្នាត្រង់ណា No ខុសគ្នាត្រង់តែបងអភិវឌ្ឍឬមិនអភិវឌ្ឍខ្ញុំអភិវឌ្ឍឬមិនអភិវឌ្ឍខុសគ្នាឡើងហ្នឹងតាហើយពាក្យអភិវឌ្ឍមួយម៉ាត់ខ្មែរយើងត្រូវសិក្សារៀនសូត្រសិក្សារៀនសូត្រតែពីរហ្នឹងតាតែយើងមកមានក្បិតមកជាមួយដូចគ្នាតែក្បិតបងអត់សំលៀងក្បិតខ្ញុំសំលៀងឧទាហរណ៍ឬក្បិតខ្ញុំអត់សំលៀងក្បិតបងសំលៀងណាមុតជាងណាដូចគ្នាតាអត់មានអ្នកណាខ្លាំងជាងអ្នកណាទេប៉ុន្តែមួយអភិវឌ្ឍមួយអត់អភិវឌ្ឍឃើញទេអញ្ចឹងខ្ញុំបង្រៀនកូនខ្ញុំឲ្យអីអត់ឲ្យសុំទេ No មិនកាមកដើម្បីសុំណាឲ្យគាត់ធ្វើអីវិញបងឃើញបដូរផ្នត់គំនិតទេដោយសារតែយើងអភិវឌ្ឍឲ្យកូនយើងត្រូវការឲ្យបុគ្គលិកខ្ញុំត្រូវការមិនមែនមកសុំខ្ញុំទេឥឡូវឧទាហរណ៍ថាបន្ទប់នេះចង្អៀតគាត់ខលតែខ្ញុំមិនមែនសុំដូរបន្ទប់ទេយើងត្រូវការដូរបន្ទប់ព្រោះបន្ទប់នេះអត់អាចដាក់បានតោះនេះយើងត្រូវការមិនមែនខ្ញុំសុំលោកប្រធានដើម្បីដូរបន្ទប់ទេ No don't use the word សុំយ៉ាខ្ញុំបង្រៀនបុគ្គលិកខ្ញុំឲ្យថ្លៃថ្នូរប្រើពាក្យដែលថ្លៃថ្នូរកុំប្រើពាក្យដែលទាបជាងកូនរបស់ខ្ញុំកើតមកខ្ញុំអ្នកបង្កើតវាមិនមែនឲ្យវាមកសុំខ្ញុំទេប្រើពាក្យអីត្រូវការប៉ាខ្ញុំត្រូវការកុំព្យូទ័រមួយ right ប៉ាខ្ញុំត្រូវមកការម៉ូតូមួយអញ្ចឹងគាត់ត្រូវរៀបអីឲ្យខ្ញុំបើត្រូវការត្រូវឲ្យអីខ្ញុំឲ្យអីខ្ញុំមើលបុគ្គលិកទាំងអស់នយោជកទាំងអស់ចង់បានអីត្រូវការអីត្រូវធ្វើអីឲ្យខ្ញុំបងរាល់ដងយើងធ្វើអីខ្ញុំផែនការឃើញទេខ្ញុំបង្រៀនបុគ្គលិកខ្ញុំឲ្យចេះធ្វើផែនការខ្ញុំបង្រៀនកូនខ្ញុំឲ្យចេះធ្វើផែនការថាគាត់ទៅរៀនគាត់ត្រូវការអីខ្លះប្រាប់ខ្ញុំត្រូវការសភៅត្រូវការលុយចាយត្រូវការញ៉ាំទឹកត្រូវការញ៉ាំបាយរៀនទាំងអស់មកក្រោយពីគាត់ដាក់មកឲ្យខ្ញុំគាត់ចង់បានអីវិញតែគាត់ត្រូវការហ្នឹងគាត់យកទៅធ្វើអីគាត់ចង់បានអីយើងមិនដែលវិនិយោគលុយប៉ុណ្ណឹងទៅរៀនយកនីតិ F ទេមិនចឹងតែបើគាត់ថាយកប៉ុណ្ណឹងដើម្បីទៅរៀនយកនីតិ A ឲ្យឯងក្រោយពីឲ្យឯងខ្ញុំស្គាល់គាត់អត់ស្គាល់ខ្ញុំត្រូវធ្វើអីក្រោយពីឲ្យលុយបងធ្វើអីជាឪពុកម្ដាយឥឡូវខ្ញុំនិយាយទូចពីទូទៅធំយើងជាឪពុកម្ដាយធ្វើម៉េចធ្វើអី Yes អភិបាលតាមដាននិងវាយតម្លៃ